សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះសូមស្វាគមន៍មកចំពោះទី12ដែលយើងនឹងនិយាយអំពីការចាក់បំពេញនៃព្រះវិញ្ញាណបរិសុទ្ធឬក៏ព្រះវិញ្ញាណបរិសុទ្ធយើងឃើញនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានសុគតហើយទ្រង់រស់ឡើងវិញទ្រង់បានចំណាយពេលជាមួយសិស្សរបស់ព្រះអង្គអស់រយៈពេល40ថ្ងៃទៀតអញ្ចឹងពេលដែលពួកសិស្សហើយនឹងព្រះអង្គបាននៅលើភ្នំហើយពួកសិស្សបានឃើញព្រះយេស៊ូវគ្រីស្ទត្រូវបានលើកឡើងទៅឋានសួគ៌នៅនឹងភ្នែកគេតែម្ដងអញ្ចឹងបងប្អូនអាចមើលឃើញនៅក្នុងកិច្ចការជំពូកទី1ខ1ដល់ខ11ចាគឺពួកសិស្សជាសាក្សីដ៏រស់ដែលអាចធ្វើជាបន្ទាល់ដល់យើងទាំងអស់គ្នាអំពីការលើកឡើងនិងយាងត្រឡប់ទៅឋានសួគ៌របស់ព្រះយេស៊ូវបានសន្យាជាមួយពួកអ្នកជឿនៃសិស្សរបស់ព្រះអង្គក៏ដូចជាយើងសប្តាហ៍ថ្ងៃនេះថាទ្រង់នឹងឲ្យសន្យាមួយនៅក្នុងព្រះគម្ពីរយ៉ូហានជំពូកទី14ខ16ដល់18បងប្អូននឹងឃើញទ្រង់មានព្រះបន្ទូលថាខ្ញុំនឹងសូមដល់ព្រះបិតាដើម្បីឲ្យព្រះអង្គប្រទានព្រះដ៏ជាជំនួយមួយអង្គទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយជារៀងរហូតគឺជាព្រះវិញ្ញាណនៃសេចក្តីពិតប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថាដែលខ្ញុំទៅនោះមានប្រយោជន៍ដល់អ្នករាល់គ្នាបិទបើខ្ញុំមិនទៅទេព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរតែបើខ្ញុំទៅខ្ញុំនឹងចាត់ព្រះអង្គឲ្យមកអញ្ចឹងព្រះអង្គព្រះយេស៊ូវគ្រីស្ទមិនបានទុកយើងឲ្យនៅកំព្រាអ្នកជឿឲ្យនៅកំព្រានោះទេគឺព្រះអង្គបានឲ្យយើងនៅក្នុងលោកីយ៍នេះតែព្រះអង្គក៏នឹងចាត់ព្រះវិញ្ញាណដែលមកគង់នៅជាមួយយើងជាអ្នកដែលជឿរបស់ព្រះអង្គគ្រប់គ្នាផងដែរចាព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះដោយនៅកាលដើមដំបូងបង្អស់យើងឃើញព្រះវិញ្ញាណរេរានៅលើផ្ទៃទឹកចាព្រះវិញ្ញាណគឺជាព្រះមានតាំងតែពីដើមកំណើតរួចមកហើយប៉ុន្តែទ្រង់អត់ទាន់មានទូនីតិអត់ទាន់ដល់ពេលវេលារបស់ព្រះអង្គមកដើម្បីធ្វើពន្ធកិច្ចនៅលើផែនដីនេះនៅឡើយទេព្រះជាម្ចាស់បានជ្រើសរើសសម្ដែងអង្គទ្រង់មកកាន់មនុស្សជាព្រះបិតាជាព្រះរាជបុត្រានិងជាព្រះវិញ្ញាណបរិសុទ្ធចឹងបងប្អូនដឹងហើយនេះគឺជាការសម្ដែងឲ្យឃើញជាបុគ្គលមានន័យថាបុគ្គលិកលក្ខណៈរបស់ព្រះគឺមាន3អង្គផ្សេងគ្នាប៉ុន្តែទាំង3នេះរួមមកតែមួយព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានរបស់ព្រះប្រទានដល់អស់អ្នកណាដែលជឿនៅពេលដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទហើយទទួលសេចក្តីសង្គ្រោះដែលទ្រង់ប្រទានឲ្យព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ក្នុងជីវិតរបស់លោកអ្នករបស់ខ្ញុំផងដែរព្រមទាំងប្រទានឲ្យយើងមានជីវិតខាងឯវិញ្ញាណដូច្នេះហើយបានជាលោកពេត្រុសបានតបទៅគេថាចូលកែប្រែចិត្តគំនិតហើយធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅដើម្បីឲ្យអស់អ្នកបានទទួលការលើកលែងទោសពីអំពើបាបហើយនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធចាជ្រមុជទឹកក្រោយមកទៀតយើងស្លាប់យើងរស់ឡើងវិញយើងត្រូវការព្រះវិញ្ញាណដើម្បីផ្ដល់ឲ្យយើងមានជីវិតឡើងវិញកិច្ចការជំពូក2ខ38 39យ៉ូហានជំពូក7ខ37ដល់39កិច្ចការរបស់ព្រះវិញ្ញាណដែលទ្រង់នឹងធ្វើបន្ធកិច្ចនៅក្នុងជីវិតរបស់យើងទី1គឺទ្រង់ជាព្រះដែលផ្ទាល់ខ្លួនសម្រាប់អស់អ្នកណាដែលជឿនេះគឺជាអភ័យឯកសិទ្ធិមួយដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទហើយយើងទទួលបានព្រះដែលផ្ទាល់ខ្លួនគ្មានព្រះណាដែលផ្ដល់ប្រឹក្សាបើខ្ញុំនិយាយអាចដាក់មួយទៀតនិយាយថាទ្រង់ជាទីប្រឹក្សាទ្រង់ជាព្រះផ្ទាល់ខ្លួនសម្រាប់យើងពេលដែលយើងជឿលើព្រះអង្គយើងមិននៅឯកោយើងមិននៅតែឯងទេយើងដើរជាមួយព្រះវិញ្ញាណហើយទ្រង់ជាជីវិតផ្ទាល់ខ្លួនរបស់យើងក្នុងការរស់នៅប្រចាំថ្ងៃព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ក្នុងអ្នកជឿដើម្បីធ្វើពន្ធកិច្ចផ្ទាល់ខ្លួនម្នាក់សិតតែមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់យើងពេលដែលយើងទទួលជឿលើព្រះអង្គពេលយើងមានជីវិតថ្មីព្រះអង្គបានដាក់ព្រះវិញ្ញាណដើម្បីជាបញ្ចាំចិត្តយើងរួចហើយព្រះវិញ្ញាណនេះទ្រង់នឹងធ្វើជាទីបន្ទាល់នៅក្នុងការទំនាក់ទំនងរបស់យើងជាមួយព្រះដោយដែលនៅក្នុងព្រះគម្ពីររ៉ូមបានមានព្រះបន្ទូលថាគឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថាយើងជាកូនព្រះរ៉ូមជំពូក8ខ16ហើយព្រះវិញ្ញាណទ្រង់មានតួនាទីធ្វើគេទៀតគឺទ្រង់បង្រៀនប៉ុន្តែព្រះដ៏ជាជំនួយគឺព្រះវិញ្ញាណបរិសុទ្ធដែលព្រះបិតានឹងចាត់មកក្នុងនាមខ្ញុំទ្រង់នឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នាហើយរំលឹកអស់ទាំងអ្វីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផងយ៉ូហានជំពូក14ខ26មានមេរៀនជាច្រើនមានការបង្រៀនជាច្រើនមានគោលលទ្ធិជាច្រើនមានក្រុមជំនុំច្រើនប៉ុន្តែព្រះវិញ្ញាណមានតែមួយព្រះអង្គគឺជាព្រះវិញ្ញាណនៃសេចក្តីពិតព្រះអង្គជាជំនួយព្រះអង្គជាព្រះផ្ទាល់ខ្លួនរបស់យើងព្រះអង្គមកដើម្បីបង្រៀនយើងរំលឹកយើងគ្រប់យ៉ាងទាំងអស់អញ្ចឹងអ្នកជឿត្រូវការចាំបាច់ណាស់នៅពន្ធកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការជីវិតរស់នៅប្រចាំថ្ងៃពីព្រោះយើងអត់ដឹងថាជ្រើសរើសផ្លូវណាយើងអត់ដឹងថាធ្វើអ្វីតើព្រះបន្ទូលនេះពិតទេតើការអធិប្បាយនេះត្រឹមត្រូវទេយើងអាចដឹងបាននៅពេលណាដែលយើងមានព្រះវិញ្ញាណនៃសេចក្តីពិត
នៅក្នុងជីវិតរបស់យើងពីព្រោះព្រះវិញ្ញាណនេះឯងនឹងនាំយើងឲ្យស្គាល់ព្រះបន្ទូលនិងពាក្យណាដែលមកពីព្រះជាម្ចាស់និងព្រះយេស៊ូវហើយព្រះវិញ្ញាណនឹងដឹកនាំផ្លូវទៀតមានផ្លូវច្រើនប៉ុន្តែផ្លូវដែលពិតនឹងនាំយើងទៅកាន់សេចក្តីសង្គ្រោះមានតែមួយចឹងមានជំរើសច្រើនប៉ុន្តែមិនមែនជំរើសទាំងអស់ហ្នឹងសិតតែល្អនិងមានប្រយោជន៍ដល់យើងទេដូច្នេះអ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់ដឹកនាំអ្នកទាំងនោះហើយជាពួកកូនរបស់ព្រះរ៉ូមជំពូក8ខ14ចាព្រះទ្រង់ជួយយើងឲ្យយើងរស់នៅក៏បរិតីព្រះនៅពេលណាដែលយើងមានព្រះវិញ្ញាណនៅពេលណាព្រះអង្គបានបំពេញព្រះវិញ្ញាណរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងនឹងរស់នៅតាមបំណងផាតីរបស់ព្រះអង្គវិញម្ដងប៉ុន្តែខ្ញុំសូមជម្រាបថាចូលដើរដោយព្រះវិញ្ញាណមិនត្រូវបំពេញសេចក្តីបងប្រាថ្នារបស់សាច់ឈាមឡើយកាឡាទីជំពូក5ខ16ហើយបងប្អូនអាចអានកាឡាទីជំពូក5ខ17ដល់18បងប្អូននឹងឃើញកិច្ចការខាងឯសាច់ឈាមជាច្រើនតែពេលយើងមានព្រះវិញ្ញាណយើងរស់ខាងឯព្រះវិញ្ញាណយើងអត់ដើរដោយសាច់ឈាមទៀតទេហើយព្រះវិញ្ញាណទ្រង់មានបនកិច្ចក្នុងជីវិតរបស់យើងឬក៏ជួយយើងឲ្យយើងចេះអធិដ្ឋានឬក៏ជួយយើងនៅក្នុងការអធិដ្ឋានយើងសឹងតែរកពាក្យណានិយាយមិនបាននៅក្នុងកលៈទេសៈខ្លះហាក់ដូចជាគំនិតរបស់យើងវាទទេស្អាតដូចប្រអប់មួយអត់មានអីទាំងអស់ប៉ុន្តែពេលហ្នឹងហើយព្រះវិញ្ញាណនឹងនាំយើងនឹងជួយយើងហើយទូលអង្វរសម្រាប់យើងដូចនៅក្នុងរ៉ូមជំពូកទី8ខ26ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូចនេះឯងត្បិតយើងមិនដឹងថាគួរអធិដ្ឋានដោយម្ដេចតែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរជំនួសយើងដោយទំងោដែលរកថ្លែងពុំបានចានេះជាបនកិច្ចរបស់ព្រះវិញ្ញាណនៅក្នុងជីវិតផ្ទាល់ខ្លួននិងប្រចាំថ្ងៃរបស់យើងអ្នកជឿពិសេសមែនតើនៅពេលដែលយើងជឿលើព្រះយេស៊ូវយើងមានព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធពិសេសណាស់ព្រះ3រួមមកទីមួយរស់នៅក្នុងជីវិតរបស់យើងនេះមិនធម្មតាសាមញ្ញតែមិនធម្មតាដូចគ្នាតែមិនធម្មតាពិតជាអស្ចារ្យមែនតើហើយព្រះវិញ្ញាណទ្រង់ប្រទានជីវិតដល់រូបកាយរបស់យើងប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលបានប្រោសព្រះយេស៊ូវឲ្យមានប្រជញ្ញរស់ពីស្លាប់ឡើងវិញសន្ធិដ្ឋក្នុងអ្នករាល់គ្នានោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានប្រជញ្ញរស់ពីស្លាប់ទ្រង់នឹងព្រះរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ឲ្យមានជីវិតតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាដែររ៉ូមជំពូក8ខ10 11ចាយើងមើលព្រះវិញ្ញាណនៅក្នុងអ្នកជឿសម្រាប់មុខងារបម្រើនៅពេលដែលព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់យើងយ៉ាងណាព្រះក៏ចង់បំពេញឲ្យយើងព្រះអង្គចង់ឲ្យយើងជាមួយទឹកមិនត្រឹមតែជាមួយទឹកទេយើងត្រូវតែជាមួយដោយព្រះវិញ្ញាណផងដែរដើម្បីឲ្យយើងមានចេស្តាក្នុងការបម្រើហើយថ្វាយស្រីល្អដល់ព្រះនៅក្នុងពិភពលោកចាបងប្អូនឃើញហើយមានអ្នកបម្រើព្រះអង្គច្រើនណាស់នៅលើពិភពលោកដែលធ្វើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានបំពេញពួកគាត់ព្រះអង្គចង់ចាក់បំពេញឲ្យយើងនឹងជាមួយយើងដើម្បីយើងបម្រើណាបងប្អូនអាចមើលឃើញនៅពេលដែលសាវករបស់ព្រះយេស៊ូវត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធចាក់បំពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺលោកពេត្រុសចាឡើងឈរឡើងហើយប្រកាសក្រោយមកទៀតមានមនុស្សប្រមាណ 3000 នាក់ជឿព្រះអង្គក្នុងថ្ងៃតែមួយក្រោយមកទៀតលោកពេត្រុសនិងលោកយូហានចាគាត់ចូលសាលាប្រជុំគាត់ដើរកាត់ហើយគាត់ឃើញបុរសដែលពិការហ្នឹងហើយបានសុំទានហើយគាត់ថាមិនមានប្រាក់ខ្ញុំអត់មានទេប៉ុន្តែក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមក្រោកឡើងហើយដើរទៅសូមក្រោកឡើងនៅក្នុងព្រះនាមព្រះយេស៊ូវគាត់ជាបងអាចឃើញលោកប៉ូលដែរគ្រាន់តែកន្សែងរបស់គាត់គឺប្រោសឲ្យជាគ្រាន់តែតាមរយៈកន្សែងដៃរបស់លោកប៉ូលសោះគឺជាហើយមានលោកពេត្រុសដែរសមោលចាសមោលរបស់គាត់គឺជាតែម្ដងឆ្លងកាត់សមោលគឺជានេះហើយជាអំណាចនៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គចង់ប្រទានឲ្យយើងមានចិត្តក្លាហានឲ្យយើងមានអំណាចក្នុងការបម្រើព្រះអង្គចាប៉ុន្តែអ្នករាល់គ្នានឹងទទួលព្រះចេស្តានៅក្នុងពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសន្ធិដ្ឋអ្នករាល់គ្នាហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ខ្ញុំនៅក្រុងយេរូសាឡឹមនៅស្រុកយូដានទាំងមូលនៅស្រុកសាមារីហើយរហូតដល់ចុងបំផុតនៃផែនដីកិច្ចការជំពូក1ខ8បងប្អូនអាចធ្វើឃើញនៅកិច្ចការជំពូក2ខ14ដល់ខ40បងប្អូនអាចមើលហើយសិក្សាបន្ថែមទៀតហើយយើងមើលអំណោយទានរបស់ព្រះអង្គចង់ធ្វើបនកិច្ចក្នុងយើងព្រះអង្គនឹងប្រទានអំណោយទានបងប្អូនអាចមើលឃើញនៅក្នុងព្រះគម្ពីរ1កូរិនថូសជំពូក12ខ4ហើយនឹងខ8ដល់ខ10បងប្អូននឹងឃើញអំណោយទានទាំង9នៃព្រះវិញ្ញាណបរិសុទ្ធដើម្បីជាប្រយោជន៍ហើយគោលបំណងនឹងគឺវិញ្ញាណតែមួយព្រះវិញ្ញាណតែមួយដែលផ្ដល់ឲ្យយើងផ្នែករូបកាយរបស់ព្រះអង្គមានមុខងារមានអំណោយទានផ្សេងពីគ្នាដើម្បីជាប្រយោជន៍ក្នុងការបម្រើព្រះចឹងក្រុមជំនុំយើងពិតជាត្រូវការចាក់ប្រេងតាំងនិងការចាក់បំពេញនៃព្រះវិញ្ញាណបរិសុទ្ធមែនទែនដើម្បីជាជំនួយដើម្បីជាការបម្រើព្រះអង្គនៅលើពិភពលោកនៅលើផែនដីនេះចាព្រះវិញ្ញាណទ្រង់ធ្វើជាបន្ទាល់ថាព្រះយេស៊ូវមានប្រជញ្ញរស់
ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសព្រះយេស៊ូវឲ្យមានប្រជញ្ញឡើងវិញយើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះហើយព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរបងប្អូនអាចមើលឃើញនៅក្នុងកិច្ចការជំពូកទី30ដល់32កិច្ចការជំពូក4ខ31ដល់33ព្រះវិញ្ញាណនាំឲ្យមានការយល់ដឹងថ្មីអំពីព្រះបន្ទូលរបស់ព្រះចារៀងរាល់ថ្ងៃព្រះអង្គបើកភ្នែកយើងដូចមានចែងសេចក្តីទុកមកថាអ្វីដែលភ្នែកមើលមិនឃើញត្រចៀកមិនដែលឮហើយចិត្តមនុស្សមិនដែលនឹកដល់នោះជាអ្វីដែលព្រះបានរៀបចំទុកសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គព្រះបានសម្ដែងទាំងនេះតាមរយៈព្រះវិញ្ញាណព្រះអង្គត្បិតព្រះវិញ្ញាណតូចមើលអ្វីទាំងអស់សូម្បីតែជំរឿព្រះハរតីរបស់ព្រះចាព្រះវិញ្ញាណស្គាល់ពីបំណងចិត្តរបស់ព្រះជាម្ចាស់បើយើងដើរដោយព្រះវិញ្ញាណបរិសុទ្ធយើងនឹងស្គាល់កិច្ចការរបស់ព្រះជាម្ចាស់យើងនឹងស្គាល់បេះដូងរបស់ព្រះអង្គព្រះវិញ្ញាណពិតជាមានសារៈសំខាន់នៅក្នុងជីវិតរបស់យើងហើយជឿលើព្រះអង្គខ្ញុំអធិដ្ឋានថាសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបានបំពេញដល់គោលរបស់ព្រះអង្គដឹកនាំផ្លូវយើងនិងបំពេញយើងពីព្រោះយើងត្រូវការព្រះអង្គយើងអត់អាចស្គាល់រឿងរ៉ាវទាំងអស់យើងអត់អាចស្គាល់ព្រះបន្ទូលព្រះអង្គទាំងអស់យើងអត់អាចដឹងការណាដែលព្រះអង្គសពハរតីទាំងអស់នោះទេប៉ុន្តែព្រះវិញ្ញាណទ្រង់នឹងធ្វើការនៅក្នុងជំរឿចិត្តរបស់យើងទ្រង់នឹងណែនាំយើងគ្រប់ទាំងសេចក្តីពិតរបស់ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទហើយព្រះវិញ្ញាណទ្រង់នឹងលើកដំកើងព្រះយេស៊ូវផងដែរពេលណាព្រះវិញ្ញាណនៃសេចក្តីពិតយើងមកដល់ទ្រង់នឹងណែនាំយើងឲ្យស្គាល់គ្រប់ទាំងសេចក្តីពិតត្បិតព្រះអង្គនឹងមានព្រះបន្ទូលមិនមែនដោយសារព្រះអង្គទេគឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮហើយនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមកព្រះអង្គនឹងលើកដំកើងខ្ញុំព្រោះព្រះអង្គនឹងយកអ្វីៗដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ដែលព្រះបិតាមានជារបស់ខ្ញុំហេតុនេះហើយបានជាខ្ញុំសូមប្រាប់ថាព្រះអង្គនឹងយកអ្វីៗដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នានេះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទទ្រង់នឹងប្រាប់ថាពេលណាព្រះវិញ្ញាណបរិសុទ្ធមកគឺទ្រង់នឹងណែនាំគ្រប់យ៉ាងអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទអំពីព្រះបិតានិងព្រះយេស៊ូវតួអង្គតែមួយហើយអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់និយាយនៅអ្វីដែលទ្រង់ស្ដាប់ឮពីព្រះបិតាអញ្ចឹងព្រះវិញ្ញាណដូចគ្នាទ្រង់នឹងធ្វើតាមហើយនឹងចោះចូលហើយនឹងណែនាំយើងគ្រប់ទាំងសេចក្តីពិតទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលចា៎បងប្អូនអាចមើលឃើញនៅក្នុងយ៉ូហានជំពូក16ខ13ដល់15បងប្អូនអាចអានយ៉ូហាន15និងខ26ផងដែរយើងពិតជាត្រូវការអំណាចនៃព្រះវិញ្ញាណខ្លាំងមែនទែនយើងមិនគ្រាន់តែជាមួយទឹកទេយើងមិនគ្រាន់តែទទួលព្រះវិញ្ញាណទេប៉ុន្តែយើងត្រូវការចាក់បំពេញនិងជ្រមុជក្នុងនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធយើងត្រូវការជ្រមុជឲ្យលេចឲ្យជន់ចូលនៅក្នុងនាម3នេះគឺនៅក្នុងព្រះ3រួមមួយនេះដើម្បីឲ្យយើងបានទទួលគ្រប់ទាំងអំណាចនិងការចាក់ប្រេងតាំងដែលមកពីព្រះជាម្ចាស់ក្នុងការរស់នៅក្នុងការបម្រើព្រះជាម្ចាស់ចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកគង់នៅក្នុងជីវិតរបស់យើងដោយសារតែយើងជឿលើព្រះអង្គដើម្បីបំពេញឲ្យយើងបានហៀហោដោយព្រះចេស្តាដើម្បីបម្រើអេពីសូតជំពូក5ខ18អំណោយទានដែលព្រះបានសន្យាអញ្ចឹងយើងធ្វើម៉េចដើម្បីយើងបានគឺយើងទូលសូមដើម្បីយើងបានជំមុជយើងសុំហើយយើងសុំទៀតដើម្បីឲ្យយើងបានជំមុជនៅក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធលូកាជំពូក11ខ13ហើយលូកាជំពូក11ខ19ដល់ខ12ចានៅពេលដែលយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយយើងនឹងចាប់ផ្ដើមសរសើរដំកើងព្រះអង្គបានចាក់បំពេញហើយយើងនឹងពេញដោយព្រះវិញ្ញាណបរិសុទ្ធដោយសារសេចក្តីជំនឿនេះសំខាន់ណាស់ទូលសូមយើងនឹងបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធតាមរយៈសេចក្តីជំនឿនឹងធ្វើឲ្យយើងបានទទួលនៅអ្វីដែលយើងទូលសូមគេក៏ថ្វាយបង្គំព្រះអង្គរួចត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំងហើយពួកគេនៅក្នុងព្រះវិហារជានិច្ចទាំងសរសើរនិងលើកដំកើងព្រះលូកាជំពូក24ខ52ដល់57ចាយើងឃើញនៅពេលដែលយើងជំមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធយើងនឹងចាប់ផ្ដើមនិយាយភាសាដទៃចាយើងនឹងមានភាសាដទៃជាផុសតាងហើយកន្លែងនេះត្រង់នេះបងប្អូនជាអ្នកជឿសូមកុំជ្រុលនិយមចាត្រូវចេះរៀនគ្រប់គ្រងទៅលើអ្វីដែលព្រះប្រទានដល់យើងកុំឲ្យយើងលោឡាកុំឲ្យយើងនិយាយប៉ាតណាប៉ាតណីចាដូច្នេះបានជាយើងត្រូវការអំណោយទានផ្សេងគ្នាដើម្បីសង្កេតស្គាល់តើការណាដែលមកពីព្រះតើវិញ្ញាណណាដែលមកពីព្រះតើវិញ្ញាណណាដែលមិនមែនមកពីព្រះអស់អ្នកណាដែលដើរតាមវិញ្ញាណគេនឹងរស់តាមឯវិញ្ញាណហើយគេនឹងមានការបន្ទាបខ្លួនហើយគេនឹងមានការចោះចូលហើយគេនឹងមានព្រះវិញ្ញាណដ៏សុភាព
នៅក្នុងជីវិតរបស់ពួកគេចាបងប្អូនអាចមើលឃើញនិយាយអំពីការនិយាយភាសាដទៃហ្នឹងបងប្អូនអាចមើលទៅក្នុងកិច្ចការជំពូកទី19ខ6កិច្ចការជំពូក10ខ45ដល់46ហើយបងប្អូនអាចមើលឃើញម៉ាកុសជំពូក16ខ17នេះនិយាយអំពីអំណាចនៃការប្រោសជំងឺដេញអារក្សនៅក្នុងព្រះនាមរបស់ព្រះអង្គហើយបងប្អូនអាចឃើញនៅក្នុង1កូរិនថូសជំពូក14ខ15និងខ18ខ្ញុំសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នានឹងទូលសូមការចាក់ប្រេងតាំងនិងការជំនួយក្នុងព្រះវិញ្ញាណជារៀងរាល់ថ្ងៃកុំឲ្យយើងទទួលតែម្ដងហើយយើងឈប់ចាខ្ញុំនឹកឃើញការខ្ញុំទទួលខ្ញុំរងចាំអស់រយៈពេល4ឆ្នាំដើម្បីអាចបានបំពេញចាយូរមែនតែនតែខ្ញុំជឿថាมันយូរដល់ម្លឹងទេបើយើងពិតជាទូលសូមតែអត់ឈប់ឈរព្រះនឹងបំពេញអញ្ចឹងខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាត្រូវការព្រះវិញ្ញាណបរិសុទ្ធនិងអំណាចរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងហើយយើងនឹងឆ្លើយតបហើយព្រះវិញ្ញាណនឹងបណ្ដាលឲ្យយើងបានស្គាល់ពីបំណងផាតីរបស់ព្រះហើយព្រះវិញ្ញាណនឹងជួយយើងឲ្យយើងបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គដែលនៅក្នុងចិត្តរបស់យើងហើយនឹងជ្រើសរើសយើងដើម្បីនឹងទទួលការចាក់បំពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយក្នុងការបម្រើនៅក្នុងការរស់នៅគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតរបស់យើងសូមព្រះជាម្ចាស់ប្រទានពរជម្រាបលា